ស្ដីដល់គ្នាស្វាគមន៍មកកាន់ Growing ចឹងថ្ងៃហ្នឹងយើងធ្វើការសិក្សាពីវិធីសាស្ត្រក្នុងការរកលំអៀងរបស់សសរឬក៏រងាករបស់សសរនៅពេលយើងចាក់បេតុងចឹងហើយចឹងមុនពេលចាក់បេតុងយើងត្រូវដឹងថាសសរយើងវាឈរត្រង់ឬអត់បើមិនចឹងទេយើងអត់អាចចាក់បានទេយើងត្រូវប្រកាសថាវាឈរត្រង់សិនអញ្ចឹងនៅក្នុងការថានេះគឺជាវិធីសាស្ត្រក្នុងការរកថាតើសសរហ្នឹងវាឈរត្រង់ដែរឬអត់ចឹងដូចដល់ឲ្យបានឃើញនេះអាដុំពណ៌ខៀវនេះអាហ្នឹងគឺជាដុំឈើឬក៏ដុំដៃអញ្ចឹងទៅតែភាគច្រើននៅក្នុងការថាគឺឃើញគេប្រើឈើអីគេវាស់ប្រវែងវាមកទឹកឬក៏ពីទឹកអញ្ចឹងទៅហើយបន្ទាប់មកគេចងខ្សែហើយគេយកវាទៅដាក់ទល់ជាមួយនឹងពុំតសរបស់យើងហ្នឹងនៅផ្នែកចុងខាងលើតមកគេតម្លាក់ខ្សែនេះខ្សែបបៃតងណាជាមួយនឹងកូនប្រយោវាហ្នឹងគេតម្លាក់វាមកហើយគេចាប់ផ្ដើមយកម៉ែត្រមកចាក់ជាងម៉ែត្រគេចាក់ពីពុំតសហ្នឹងមកហើយធៀបជាមួយនឹងដល់ចំណុចចុងប្រយោហ្នឹងទៅគេវាស់វាកាលណាគេឃើញប្រវែងដូចគ្នារវាងផ្នែកខាងលើជាមួយនឹងផ្នែកខាងក្រោមនេះមានន័យថាតសហ្នឹងគឺវាស្មើគ្នាអញ្ចឹងសួរថាមូលហេតុអីបានវាស្មើគ្នាដោយសារតសហ្នឹងស្របជាមួយនឹងប្រយោខ្សែប្រយោនេះហើយយើងមិនដឹងថាខ្សែប្រយោហ្នឹងវាត្រង់អញ្ចឹងខ្សែប្រយោហ្នឹងវាមានកូនទម្ងន់នេះមួយតែកូនទម្ងន់ហ្នឹងត្រូវបានទាញដោយទំនាញដីអញ្ចឹងកូនទម្ងន់ហ្នឹងត្រូវបានទាញដោយទំនាញដីតែទំនាញដីហ្នឹងគឺជាកម្លាំងតែមានអំពើកែងជាមួយនឹងផែនដីអញ្ចឹងកាលណាកូនប្រយោនឹងវាត្រូវការទំនាញវាទៅបានរងទំនាញដីអញ្ចឹងឡាញហ្នឹងគឺវាកែងជាមួយនឹងផែនដីយើងឯងអញ្ចឹងកាលណាឡាញហ្នឹងកែងជាមួយផែនដីហើយបន្ទាត់នេះស្របជាមួយនឹងផែនដីដែរអញ្ចឹងមានន័យថាតសហ្នឹងគឺវាត្រង់នឹងឯងគឺវាត្រង់តែម្ដងអញ្ចឹងអានេះជាវិធីសាស្ត្រមួយបែបដែលគេអត់ចាំបាច់ប្រើម៉ាស៊ីនអីអញ្ចឹងណាគឺគេប្រើដុំឈើជាមួយនឹងកូនប្រយោនឹងឯងនៅពេលយើងឃើញ100និង100ឬក៏ពេលខ្លះ200អញ្ចឹងទៅមានន័យថាតស2ហ្នឹងវាតសម្ដាមហ្នឹងគឺវាស្មើហើយអញ្ចឹងយើងមើលឧទាហរណ៍ទី2នេះបើសិនជាតសវិចអញ្ចឹងសំណួរសួរថាគ្រាន់តែតសវិចសោះចាំបាច់គិតច្រើនទេគ្រាន់តែមើលដឹងភាគច្រើនគឺយើងមិនដឹងទេដោយសារតែលំងាកវាមានលក្ខណៈតូចមែនតើហើយយើងអត់មានអីធៀបវាអញ្ចឹងយើងអាចមើលដឹងទេក្នុងរូបនេះខ្ញុំគូឲ្យវាមានលំងាកធំទៅយើងអាចមើលដឹងថាវាវិចតែជាក់ស្ដែងគឺយើងមើលអត់ដឹងទេអញ្ចឹងលុះត្រាតែយើងប្រើវិធីសាស្ត្រនេះអញ្ចឹងដូចយើងដឹងអញ្ចឹងយើងដាក់មកយើងចងខ្សែពីនេះមកគឺយើងយកប្រវែងមកទឹកអញ្ចឹងនៅពេលតែយើងមកដល់ក្រោមយើងវាស់ទៅវាបានតែ500បានតែ5ហ៊ុនចឹងទៅយើងក៏សន្មតថាតសនឹងវិចអញ្ចឹងកាលណាតសវិចគេក៏ចាប់ផ្ដើមសេរីវាត្រង់អញ្ចឹងក្នុងករណីនេះគឺគេត្រូវការទាញវាមកទិសខាងនេះអញ្ចឹងធម្មតាពុំគេមានកាតគេសម្រាប់រឹតទាញអញ្ចឹងទៅហើយខាងក្រោមនេះគេមានសម្រាប់រុញអញ្ចឹងទៅខាងនេះសម្រាប់រុញខាងនេះសម្រាប់ទាញអញ្ចឹងទៅអញ្ចឹងកាលណាគេចង់តម្រង់វាគេទាញមកខាងនេះគេរុញអានេះចុះទៅឬក៏គេបធូរអានេះទៅហើយគេទាញអានេះអញ្ចឹងទៅអាហ្នឹងជាលក្ខណៈតាមការឋានមួយដែលគេចងតសរបៀបម៉េចជាមួយនឹងខ្សែប្រយោអស់ហ្នឹងអញ្ចឹងណាអញ្ចឹងអានេះគឺជាវិធីសាស្ត្រក្នុងការរកលំងាកសសរតាមបែបបុរាណអញ្ចឹងវីដេអូយើងគឺចប់តែប៉ុណ្្នឹងឯងបាយ